សិល្បៈខ្មែរមានទម្រង់សិល្បៈជាច្រើនបានសិប្បករដំឡើងពីតួអង្គទាំងឡាយក្នុងរឿងរាមកេរ្តិ៍របាំយក្សរាំបានសិប្បករទាំងឡាយបង្កើតជាច្រើនចំនួនមកហើយដិតដាមដោយលក្ខណៈសិល្បៈបុរាណពិសេសបំផុតគឺក្នុងពិធីកិច្ចថ្វាយគ្រូតាមភូមិស្រុកទាំងឡាយនៅខេត្តត្រវិញថ្ងៃពេញបូរមីខែអាសត់រៀងរាល់ឆ្នាំជាថ្ងៃដែលសិប្បករសិល្បកររបាំយក្សរាំរៀបចំពិធីថ្វាយគ្រូពិធីកិច្ចនេះបានសម្ដែងនៅទឹកចិត្តដឹងគុណរបស់សិស្សចំពោះគ្រូដើមក្នុងថ្ងៃថ្វាយគ្រូក្រៅពីគ្រឿងសក្ការៈបូជាសិស្សគ្រប់រូបនៅតែបញ្ចេញក្បាច់រាំពិសេសសម្រាប់សម្ដែងនៅការគោរពបួងសួងសូមឲ្យគ្រូដើមហួងហែងរក្សាជួយឲ្យការចេញទៅសម្ដែងបម្រើពិធីបុណ្យទានទាំងឡាយជួបតែភាពងាយស្រួលនិងបានសុខក្សេមក្សាន្តតាមមហាសង្ក្រាន្តថ្ងៃពេញបូរមីខែអាសត់រៀងរាល់ឆ្នាំគឺជាថ្ងៃសំស្របដើម្បីចាប់ផ្ដើមការងារថ្មីហើយក៏ជាពេលដែលក្រុមរបាំយក្សរាំត្រៀមលក្ខណៈចេញទៅសម្ដែងបម្រើបុណ្យទានផ្សេងផងដែរថ្ងៃនេះសិប្បករទាំងឡាយនៃក្រុមរបាំយក្សរាំឃុំឋានសើងស្រុកត្រគូទៅជួបជុំគ្នានៅផ្ទះគ្រូគីម៉ាន់សម្រាប់ធ្វើពិធីកិច្ចថ្វាយគ្រូមុនពេលចេញទៅសម្ដែងពេលខ្ញុំចាប់ដើមខ្ញុំចាំលើកគ្រូខ្ញុំលើកខ្ញុំជឿឡើងជាគ្រូរហូតជាង30ឆ្នាំហើយតថ្ងៃពេញបរមីចេញប្រោសាខ្ញុំរំលឹកគុណគ្រូរហូតដល់អីឡូវនេះប្រហថ្ងៃចេញប្រោសាពីទៅថ្ងៃមួយរហូតដើម្បីនឹងយើងចេញប្រោសានោះទៅលេងសម្ដែងនោះតខាន់យកគេណាគេចែវតខាន់ហើយគេមករកយ៉ាក់រំអញ្ចឹងវារបាំយ៉ាក់រំទៅចំនួនការដែលលេងសម្ដែងទៅជូនទៅវត្តមកដល់ពេលនេះសិប្បករគីម៉ាន់បង្ហាត់បាន19ក្រុមរបាំយក្សរាំដោយមានគ្នាជាង100នាក់ថ្ងៃថ្វាយគ្រូប្រធានក្រុមនីមួយធ្វើជាតំណាងចូលមកសួរសុខទុក្ខគ្រូគីម៉ាន់បន្ទាប់មករួមជាមួយគ្រូរបស់ខ្លួនរំលឹកដល់គ្រូដើមមុខយក្សមុខស្វាមុខតួអង្គរួមផ្សេងក៏បានសិស្សយកមកតាមដាក់តម្កល់នៅលើទីសក្ការៈបូជាគ្រឿងសំណែននិងគ្រឿងបូជាពិសេសក៏បានគ្រូនិងសិស្សត្រៀមបំរុងគ្រប់គ្រាន់ដែរដង្វាយសំខាន់បំផុតគឺមន់ស្ងោជារបស់អីសួយអីសីហើយដល់ជ្រូកក្បាលជ្រូកនេះប្រៀបយ៉ាងថាដល់ពីដើមសាប់ដើមគេដាក់ជ្រូកតងមូលដល់ឡូយើងរបៀបប្រអប់កសតកសយយើងធ្វើដល់បានបាំងសាំងមួយបាំងសាំងនេះក៏មានជុំមានកន្ទុយគ្រប់សពដែរហើយនឹងជាមានស្រាដាត់ឆេះហើយនឹងមានស្បៃសៃទៀនមកគូក៏មួយចាននឹងប្រាក់សង្កត់ទៅហ្នឹងណាដើរផ្លូវគ្រឿងសក្ការៈបូជាបានរៀបចំសពគ្រប់ក្រុមបានជម្រើសជាតំណាងជីងរាំថ្វាយគ្រូក៏បានរៀបចំសម្លៀកបំពាក់និងឧបករណ៍របាំផងដែរអ្នកទាំងឡាយឲ្យដឹងថាក្នុងក្រុមតែងតែរៀបចំថ្វាយគ្រូមុនពេលចេញទៅសម្ដែងហើយផ្ទះសិប្បករគីម៉ាន់គឺជាកន្លែងសម្រាប់ឲ្យអ្នកទាំងអស់គ្នាប្រារព្ធពិធីកិច្ចនឹកគុណគ្រូដើមដល់ថ្ងៃពេញបរមីគុណសិស្សចំណុះវត្តទាំងអស់ចេញទាំងអស់គ្នាដើម្បីរំលឹកគុណគ្រូធំយ៉ាងគេបំផាត់ក្នុងកិច្ចការងាររបស់ខ្ញុំនេះយើងប្រព្រំយើងប្រៀបថាយើងនិយាយព្រៀនបដោដូចថាថ្ងៃដល់ពេលយើងចេញទៅលេងនៅស្រុកថ្ងៃស្រុកទៀតទៅយើងត្រូវចាត់ជើងទៅចនាឲ្យរៀបចំឲ្យទៅកុំឲ្យទៅស្រុកគេស្រុកឯងក៏គេវាយតម្លៃប្រពៃណីខ្មែរយើងប្រពៃណីខ្មែរយើងទៅគេប្រៀបថាទៅយ៉ាក់រំប្រពៃណីតែយើងទៅដើររលៀតរលូតទៅលេងមិនស្អាតអីឡាំលេងខុសពីក្បួនគេនិយាយឲ្យមិននិយាយមកដល់គ្រូហើយបដិបដាមប៉ុណ្ណឹងរៀបចំសម្រាប់រួចរាល់ហើយវងភ្លេងប្រគំបទថ្វាយគ្រូប្រាប់ជាសញ្ញាឲ្យអ្នកទាំងអស់គ្នាប្រមូលអារម្មណ៍នឹករលឹកគ្រូដើមឆ្នាំនេះសមាជិកនៃក្រុមរបាំយក្សរាំបានអញ្ជើញមកធ្វើពិធីថ្វាយគ្រូមានគ្នាច្រើនបង្គួរប្រធានក្រុមរបាំយក្សរាំបានអុជធូបរំលឹកគុណគ្រូដើមពេលនោះសិប្បករគីម៉ាន់បានទុកដូចជាតំណាងគ្រូដើមម្ល៉េះហើយបានសះគុណធ្វើកិរិយាកិច្ច
ឆ្លើយតបមโนសញ្ចេតនារបស់សិស្សទាំងឡាយសិប្បករគីម៉ាន់បានដាស់តឿនឲ្យសិស្សគ្រប់រូបរក្សាដំណំពេលចេញទៅសម្ដែងនៅតាមភូមិស្រុកដល់ថ្ងៃត្រង់តែវិលត្រឡប់មកនេះដើម្បីអ្វីដើម្បីយើងថាសម្ដែងក្នុងការដឹកគុណផងហើយនឹងដាក់នៅភាពអូនលំទោនជាកិច្ចគោរពទូទៅតែដល់ពេលមួយឆ្នាំកាន់តែកើនឡើងមួយឆ្នាំកាន់តែកើនឡើងយើងឃើញបងប្អូនចិត្តមកចូលរួមបានច្រើនចឹងតែដល់ពេលបានច្រើនចឹងហើយបានយើងគ្នាកំណត់ថ្ងៃថាដល់ថ្ងៃពេញបយើងត្រូវតែវិលត្រឡប់មកគេហៅថារបស់គាត់កន្លែងរបស់គាត់នឹងដើម្បីយើងធ្វើជាពិធីថារំលឹកគុណគ្រូផងហើយនឹងយើងទិញនៅពីរបស់របរផ្សេងហើយយើងនឹងសុំពាក្យសម្ដីព្រានបដៅពីគាត់ក្នុងមួយឆ្នាំម្ដងហើយផាត់ពេលនោះដើម្បីថ្ងៃស្រួលរបស់បងប្អូនយើងក៏ទៅសម្ដែងតាមបានផ្សេងបន្ទាប់ពីសិស្សសម្ដែងនៅទឹកចិត្តដឹងគុណសពគ្រប់អស់ហើយសិប្បករគីម៉ាន់បានចាប់ផ្ដើមក្បាច់រាំថ្វាយគ្រូលោកឲ្យដឹងថាតួអង្គទាំងឡាយក្នុងរបាំយក្សរាំពេលថ្វាយគ្រូគឺមានក្បាច់ផ្សេងគ្នាដោយឡែកគ្រូដែលជាអ្នកបង្ហាត់បង្រៀនវិញក្បាច់ថ្វាយគ្រូមានច្រើនចំណុចមโนវិញ្ញាណស្ដែងឡើងនៅទឹកចិត្តគោរពចំពោះគ្រូដើមបួងសួងសុំពរជ័យពីវត្ថុស័ក្តិសិទ្ធិទាំងឡាយថ្វាយគ្រូយើងរំលឹកគុណគ្រូយើងមានក្បូរក្បាច់ខាងប្រដាល់ក៏មានក្បាច់ដែរគេរំលឹកគុណគ្រូដល់ខ្ញុំមានក្បាច់យ៉ាក់ដើម្បីរំលឹកគុណគ្រូដែលគ្រូបន្សល់ទុកឲ្យដល់លោកនេះឡាកណាឡាថ្វាយគ្រូនេះយើងសម្ប៉ះហើយដល់គ្រូសម្ប៉ះវិញដោយឡែកពីក្បាច់យ៉ាក់សម្ប៉ះយកឲ្យរ៉ាសម្ប៉ះមិនទាំង4ទិសជើងត្បូងនិងពេលលិចបញ្ចប់សម្ប៉ះពេជ្រត្រង់ចាំមកដល់ចប់ដាក់មកទ្រូយក្សជាតួអង្គតំណាងឲ្យក្រុងរាពណ៍ក្នុងរឿងរាមកេរ្តិ៍រួមជាមួយនឹងតួអង្គក្របបង្គាប់មួយចំនួនដូចជាគុម្ភកាពីភេទជាដើមថ្វាយគ្រូមុនក្នុងមโนរម្យរបស់មនុស្សគ្រប់គ្នាយក្សតែងតែជាតួអង្គកំណាចតែងតែបង្ករឿងប្រឆាំងគ្រប់ពេលប៉ុន្តែក្នុងរឿងរាមកេរ្តិ៍និងជំនឿក្នុងពិធីថ្វាយគ្រូតួអង្គយក្សមួយចំនួនក៏ធ្លាប់ប្រតិបត្តិធម៌ការពារយុត្តិធម៌ផងដែរថ្វាយគ្រូយក្សសម្ដែង3ក្បាច់រួមមានក្បាច់ថ្វាយគ្រូក្បាច់រាងប្រាសាទនិងក្បាច់ថ្វាយបង្គំទិសទាំងអស់ដើម្បីសម្ដែងនៅការដឹងគុណចំពោះគ្រូដើមក្បាច់ទាំង3នេះមានចំណុចរួមគឺថ្វាយបង្គំផ្អៀងទៅម្ខាងបើយើងរៀនចេះយើងមិននឹកគុណគ្រូទេថាទៅដល់ទីណាក៏មិនសម្រេចការងារដែរតែយើងទៅសម្ដែងជិះមិនបានឈើតនេះថាក្នុងចិត្តមិនបានរំភើបតែយើងនឹកគុណគ្រូយើងដឹងគុណគ្រូជិះទៅសម្ដែងទៅយើងថាយើងមានអារម្មណ៍រំភើបប្រងខ្លួនគ្រូនេះថាអូទី2យើងនេះថាយើងទៅធ្វើឆ្ងាយតែចិត្តនៅតែនឹកថាយើងថានឹកទីថាចូលឆ្នាំដូនតាញ់យើងបានធ្វើឱកាសមកទៅសុខទុក្ខគាត់មើលសុខសប្បាយគេទេឆ្នាំថ្មីអញ្ចឹងតែទៅដល់ទីណាក៏នឹកឃើញដែរខុសពីតួអង្គយក្សហនុមានពេលរាំថ្វាយគ្រូគឺលើកដៃសំពះថ្វាយបង្គំចំពោះមុខរួចហើយលើកដៃដាក់លើថ្ងាសក្រោយពីប្រើក្បាច់បើកវាំងនន់សូមការអនុញ្ញាតបានជួលគល់គ្រូហនុមានប្រើក្បាច់ក្រសាលបន្តទៀតបញ្ចេញនៅក្រមិចក្រមុំដោយអត្ថន័យក្រសោបនៅគ្រឿងសក្ការៈបូជាមកថ្វាយគ្រូមកថ្វាយគ្រូចេញក្បាច់មិនបងមកថ្វាយគុំគ្រូហើយបានយើងសម្ដែងបានដល់ពេលលេងនោះយើងលេងតែម្ដងទៀតទៅដល់តេះខាងណាលេងអញ្ចឹងទៅសុខហាយថ្វាយតែម្ដងទៀត
mình trình cừu tao lừa cõi ban sầm đại ban tao thì tranh tao nó muốn miền tầm đá tao chăn nát mẹ anh chứ របាំយៈរំមានតួរងច្រើនក្រៅពីតួក្រមបង្គាប់របស់តួឯកគឺយៈនិងស្វានៅមានតួអេសីអេសូនាងពីងពួយឆៃយ៉ាំទៀតផងក្នុងឱកាសថ្វាយគ្រូឆ្នាំនេះក្រុមឆៃយ៉ាំបានជ្រើសរើសជាតំណាងតួរងប្រគំភ្លេងបទព្រះអាទិត្យជិតរះសម្រាប់ថ្វាយគ្រូតួរងទាំងឡាយពេលរំថ្វាយគ្រូហើយក៏ថ្វាយបង្គំផ្អៀងទៅមកខាងដូចជាតួយៈដែរប៉ុន្តែត្រូវបន្ទាបខ្លួនចុះ nông tua ong để là một sầm đèn nó mơ tạm về cái nông mưa nó người ta hao ta bằng thanh nổ cái bạch tuôn bạch tuôn là mày ở đây là mày ta lìa tận đáng nó tuôn này tì được bọc luôn để bán một riêng hơi chạy hơi bàn sầm đèn hơi nên hao ta bạch tuôn là mày nước tuôn một ồn lùm tuôn quay bạch ru nó còn ngay đấy là mày ru cho tuôn sẽ có ta ở sắc ngoài đấy bán màu riêng bạch đấy vượt gọi được phèn ពេលតួទាំងឡាយរំថ្វាយគ្រូរួចហើយអ្នករាល់គ្នាបានអារាធនាព្រះសង្ឃចម្រើនព្រះបារតព្រះសង្ឃចម្រើនពរជ័យនិងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធសព្វករគ្រប់ចំនួនដែលបានចែកឋានទៅហើយ càng nghe đến càng cào đấy anh ta đòi sai đến thay dừng vô kỳ hạt than là bọc ru dương vô kỳ hạt than là bọc ru dương thôi chia lùm nấu xong rạp dừng một thôi chia bị thi của buổi chia càng nghe là bao giờ cái nhôm nó dừng mình hạt nên bọc bằng ra song bán từ mà giờ cái nhôm nó trầu tè niềm mình và xong một đồng bì và ỏng nó cùi bọc rùm mình thêm hay nên chúng xe cái đây trong bàn niềm mình và xong một tuổi phọt phóng mới đà bằng sự nước chun cho đòn khang càng nghe đây dưới cái bàn sạch xa điện sụt này ពិធីកិច្ចចុងក្រោយក្នុងថ្ងៃថ្វាយគ្រូគឺអ្នកទាំងអស់គ្នាអង្គុយមកបួងសួងសូមឲ្យគ្រូដើមប្រែក្រោយឲ្យពរជ័យជូនសិស្សគ្រប់ចំនួនដែលបានរំលឹកគុណគ្រូដោយសុទ្ធចិត្តការងារចាប់សពគ្រប់ហើយអ្នករាល់គ្នាសូមការអនុញ្ញាតពីសំណាក់លោកគ្រូគីម៉ាន់យកមុខយៈមុខស្វាទៅវិញដើម្បីនាំគ្នាចេញទៅសម្ដែងបម្រើពិធីបុណ្យផ្សេងៗ អេសីអេសូជាពីរតួអង្គបានរំលឹកដល់ច្រើនបំផុតក្នុងរឿងព្រេងខ្មែរក្នុងមនោរម្យរបស់មាមីងនេះគឺជាតបោះពីររូបតែងតែជួយសង្គ្រោះមនុស្សដែលជួបគ្រោះថ្នាក់បង្ហាត់បង្រៀនមន្តវិជ្ជាដើម្បីឲ្យពួកសិស្សកម្ចាត់បងអំពើទុច្ចរិតរឿងដំណើរទាំងនេះបានសិប្បករទាំងឡាយយកមកធ្វើជាប្រធានបទសម្រាប់ដឹកនាំសម្ដែងឈុតឆាកសិល្បៈឃើញច្បាប់បំផុតគឺក្នុងរបាំយៈរំ ថ្វាយគ្រូក្នុងសិល្បៈរបាំយៈរំគឺជាទំនៀមទម្លាប់ល្អមួយស្ដែងឡើងនៅការតបស្នងសងគុណរបស់សិស្សចំពោះគ្រូដើមពិធីកិច្ចទាំងឡាយក្នុងថ្ងៃថ្វាយគ្រូបានរួមចំណែកលើកដំកើងនៅលក្ខណៈពិសេសរបស់ទម្រង់សិល្បៈបុរាណខ្មែរ